វគ្គ32ក្រុមចុងក្រោយប៉ុន្តែត្រូវជួបជាមួយនឹងប្រេស៊ីលអូរឿងពិបាកបន្តិចការឡើងទៅកាន់វគ្គ32ក្រុមចុងក្រោយដោយសារតែជប៉ុនឈរលើរឿងទី2ឥឡូវនេះត្រូវជួបប្រេស៊ីលជាផ្លូវការវគ្គ32ក្រុមចុងក្រោយដោយការប្រកួតនេះធ្វើឡើងនៅក្នុងថ្ងៃទី29យប់ថ្ងៃ29ឆ្លងចូលថ្ងៃទី30គឺប្រេស៊ីលជួបជប៉ុនហើយនៅម៉ោង12រំលងអាធ្រាត្របាទអញ្ចឹង G Sport ផ្សាយជូនបងប្អូនយើងទស្សនាបងប្អូនប្រេស៊ីលគឺជាក្រុមម្ចាស់ជើងឯក5សម័យឥឡូវនេះត្រូវជួបជាមួយនឹងជប៉ុនដែលពិបាកបន្តិចទៅពីអាស៊ីយើងបាទរឿងគាត់តែឃើញជួបជប៉ុនខ្ញុំញាក់ផ្អើលបដ ாய் ប៉ុណ្ណឹងឬពិបាកបន្តិចអើយសម្រាប់ជប៉ុនមិនពិបាកតិចទេគឺពិបាកមកទំហឹងតែហ្មងប៉ុន្តែក្រុមជម្រើសជាតិប្រេស៊ីលនឹងធ្លាប់ចាញ់ជប៉ុនតើបាទធ្លាប់ចាញ់ជប៉ុនណាបាទមិត្តភាពក៏ប៉ុន្តែការប្រកួតផ្លូវការនៅ World Cup មិនដែលបានជួបគ្នាដែលធ្វើឲ្យជប៉ុនងាយស្រួលជាមួយនឹងប្រេស៊ីលទេបាទនេះគឺជារឿងមួយដែលលំបាកសម្រាប់ក្រុមទៅពីអាស៊ីយើងហើយមកជួបជាមួយនឹងកូឡូយ៉ាលំដាប់លេខ1បាទរបស់ World Cup បាទអញ្ចឹងយើងចាំមើលថាតើជប៉ុនទៅរួចជាមួយនឹងប្រេស៊ីលអត់បងប្អូនតើជប៉ុនឆ្លងផុតប្រេស៊ីលបានអត់ខ្ញុំថាពិបាកយកទៅមែនទែនបងប្អូនបើក្រុមផ្សេងថាតែប៉ុណ្ណាប្រេស៊ីលលេងនៅ World Cup គេមួមកប្រេស៊ីល World Cup គេមួមណាស់មួមកាចមុតអញ្ចឹងយើងចាំមើលទាំងអស់គ្នាថាតើជប៉ុនឆ្លងផុតប្រេស៊ីលបានឬក៏យ៉ាងណាបងប្អូនយើងគិតយ៉ាងម៉េចជប៉ុនឆ្លងផុតប្រេស៊ីលបានអត់ក៏មិនមើលមកខាងក្រោម